Trong này số lô cũ mình nhưng mà vừa là tìm kiếm này cũ đã cứ đủ failover chẳng trong nếu như cũ ban những ban cũ diagram ấy trên thực cả configure router tìm một dùng tới hơi thực cả refresh nó nói nhưng mà ôi IP thực can router tìm mỗi đời miền IP đọc code check muối trong cho thực can IP address thực cả IP đọc code check muối sang thành vậy nơi interface policy thôi nhưng bao nơi firewall NATដើម្បីឲ្យ internet ចូលទៅកាន់ router មួយហ្នឹងចេញទៅការយក master ជួយ apply ជួយ OK ខ្ញុំធ្វើការ check route សិនថាវាមាន route អត់អូខេវាមានហើយចឹងខ្ញុំធ្វើការ ping ទៅកាន់ Cloudflare ហ្មងទៅថាវាស្គាល់បន្ទាប់ពីធ្វើអាហ្នឹងដើរហើយខ្ញុំធ្វើការ configure router ទី2 refresh ចឹងធ្វើការចូលកាន់ IP ខ្ញុំ add IP ចូល IP 11.11.11.1/28យកនៅ interface លេខ2ចូលអូខេហើយបន្ទាប់មកខ្ញុំធ្វើការបើកនៅ firewall នៅ NAT action transparent បន្ទាប់មកខ្ញុំធ្វើការ ping អូខេ ping square ខ្ញុំធ្វើការ configure router ទី3 password បន្ទាប់មកខ្ញុំធ្វើការ add IP ដែល add IP ទាំងអស់ចឹង IP នៅ port លេខ2 10.10.10.10.2/28 port លេខ3interface លេខ3 11.11.11.2/28 interface port លេខ4 172.16.1/24 បន្ទាប់មកខ្ញុំធ្វើការធ្វើ DHCP server ដើម្បីបរិយា client ចេញពីការ set up DHCP server DNS យក 8.8 មួយទៀតគឺ 1.1.1 ឬការ next បន្ទាប់មកខ្ញុំធ្វើការបើកនៅ firewall ចឹង add ពី firewall ចឹងខ្ញុំយកទៅកាន់ interface យកនៅ interface លេខ2យក action transparent add នៅ firewall មួយទៀត add 10មួយទៀតចឹងចូលទៅកាន់ general interface លេខ3 action transparent តើធ្វើចឹងហើយធ្វើការ config route ចឹង destination 00ចឹងខ្ញុំចេញតាម port លេខ gateway របស់ខ្ញុំគឺ 10.10.10.10.2 ហើយយក destination 1ហើយខ្ញុំធ្វើការ add នៅ route មួយទៀតគឺ destination gateway វា 11.11.11.2 ខ្ញុំឲ្យ distance ទី2ចឹងបន្ទាប់ពីធ្វើហើយខ្ញុំធ្វើការឲ្យ client request DHCP reload វិញមួយបន្ទាប់ពីបាន IP ធ្វើការ pin ទៅកាន់ 1.1 អូខេខុស route បញ្ហាមកពី route ចឹងធ្វើការ check route វាម្ដងទៀតចុចកាន់ router ទី2 router ទី1ខ្ញុំ check មើលថា IP ដែលខ្ញុំ assign ទៅឲ្យ IP លេខប៉ុន្មានចុចកាន់ address ចុចមួយចឹងធ្វើការដូរនៅ route របស់ហ្នឹងចេញវិញ
ចឹងបន្ទាប់ពីខ្ញុំធ្វើហើយខ្ញុំធ្វើការ request DHCP client ម្ដងទៀតចឹងធ្វើការ pin ទៅកាន់ 1.1.1 អូខេចឹងវាស្គាល់ខ្ញុំធ្វើការ trace វាថាវាទៅកាន់ IP មួយណាទៅកាន់ trace ចឹង IP ដែលវាចូលគឺទៅកាន់ gateway របស់វាហើយមកវាចេញទៅកាន់ IP របស់ router មួយនេះហើយបញ្ចេញទៅកាន់ ISP នេះចឹងខ្ញុំធ្វើការបិទនៅ MikroTik នៅ router ទី1ជា suspend ហើយធ្វើការ trace ម្ដងទៀតតែវាចេញទៅ IP មួយណាចឹងធ្វើការ trace ចឹងបន្ទាប់ពីខ្ញុំបិទ ISP មួយនេះពី ISP មួយនេះហើយវាធ្វើការនៅទៅកាន់ router ទី2ដែលវាមាន IP 11.11.11.1 ចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ